tới tiết hai tới sản ấy cứ ba bẹ cả nạ của xa thông tay mà đòn ốp sọc bên chẳng còn nôm kia bùa kia tới cả ai sản ấy mình tới ta của xa nhom tê cứ mình om mình ấy tới mỗi đài bù ấy cứ thà mình kia trà từng coi hộp ấy chung kia nhằm chẹn thì chẳng á đâu phải già cả bài sọc xềm đòn một cái này nắng vì mình cho chẹn chẳng nhưng coi lên tới vì sọt sài ta không chờ lòng thang nhom tới chọn sạch nèคือខ្ញុំទៅនៅតែចិត្តស្វាយក្បែរផ្ទះនេះដែរទេទៅដល់ចុងសាច់ទេព្រោះដឹងថ្ងៃបនទៀនចេះគឺថាមានមនុស្សច្រើនអញ្ចឹងពួកខ្ញុំទៅអត់ការទេពួកខ្ញុំមានកូនតូចៗអញ្ចឹងគឺពិបាកតិចសុំនឹងកូនខ្ញុំអត់ចេះទៅពឹសផងអញ្ចឹងគឺពិបាកខ្លាំងតែម្ដងគឺពិបាកទៅណាមនុស្សកន្លែងមនុស្សច្រើនអីគឺពួកខ្ញុំទៅអត់កើតមកចឹងនៅបានតានៅខាងលើនេះទេរឿងស្ងាត់មានកន្លែងពួកគាត់រត់លេងឯខ្លះដែរចឹងទៅនេះពួកខ្ញុំបានមកដល់កន្លែងហើយគឺកន្លែងដែលខ្ញុំទៅអាទិត្យមុននាំកូនទៅគេងពេលដាច់ភ្លើងឥឡូវក៏ពពោះពូហើយនឹងម៉ែអីមកអង្គុយហូបអីជុំគ្នាព្រោះថ្ងៃបន់អញ្ចឹងពួកគាត់អត់ធ្វើការក៏តនេនាំគ្នាមកដូរបាយអាកាសនៅឆ្ងាយផ្ទះតិចទៅចាអ្នកមានកូនតូចគឺមើលទៅវិចអីវ៉ាន់គឺថាសពីសពងពេញខ្លួនហ្មងនេះយកកៅអីមកដើម្បីទុកឲ្យមិញក្មេងគាត់គេអញ្ចឹងព្រោះពេលទៅហ្នឹងគឺថ្ងៃដែរពួកគាត់អត់ទាន់បានញ៉ាំបាយហើយអត់ទាន់បានគេងទេនាំពួកគាត់ទៅញ៉ាំបាយនៅកន្លែងហ្នឹងតែម្ដងអញ្ចឹងហើយអ្វីអាវ៉ាន់ច្រើនទាំងគេហើយខ្ញុំអ្នកមានកូនតូចទៅបានយកអារម្មណ៍មួយហ្នឹងនេះទេសភាពរបស់យើងគឺក្បែរមាត់ទឹកដែរប៉ុន្តែកន្លែងនេះគឺវាស្ងប់ស្ងាត់អត់មានមនុស្សអ៊ូអរដូចនៅចុងខ្សាច់ទេអញ្ចឹងក៏សម្រេចថាមកអង្គុយកន្លែងហ្នឹងតែម្ដងបន្ទាប់ពីរៀបចំរួចហើយក៏បានអង្គុយហូបបាយហូបអីតិចតួចអញ្ចឹងណាឲ្យក្មេងៗគាត់ញ៉ាំបាយព្រោះដល់មកគាត់ញ៉ាំបាយដែរហើយម៉ោងឡើងជាង1ហើយអញ្ចឹងហើយឥឡូវគាត់ញ៉ាំបាយហើយគាត់គេងនេះនាំតែបានគេងនឹងគឺឡើង3វល់ហើយក៏មានអ្នកភូមិគាត់មកលក់អីដែរចានេះអ៊ំខ្ញុំគឺមហាបកែលេងសោតចាគឺពួកគាត់ស្គាល់គ្នាអ្នកភូមិមួយគ្នាចឹងណាចាគាត់ជិះយកអីវ៉ាន់ទៅលក់នៅចុងខ្សាច់ចឹងទៅក៏ហៅគាត់ជួយទិញអីវ៉ាន់គាត់ខ្លះហ្នឹងទៅក៏ពីណៃគាត់មួយកំប៉ុងហើយក៏បន្តអង្គុយហូបអីធម្មតាប៉ុន្តែអូយគឺថាអង្គុយហ្នឹងគឺមានអ្នកស្គាល់ច្រើនអញ្ចឹងជិះកាត់ហ្នឹងគឺហៅឡើងថាឡើងវល់មុខតែម្ដងពួកគាត់ធ្វើដំណើរទៅលេងនៅកន្លែងទំនប់ចុងខ្សាច់អញ្ចឹងយើងស្គាល់ក៏យើងហៅគាត់ចឹងទៅនិយាយទៅបងប្អូនខ្ញុំឲ្យទៅជុំគ្នាគឺថាសប្បាយតែម្ដងគឺសប្បាយខ្លាំងជាពិសេសគឺអ៊ំស្រីខ្ញុំនេះចាមិនគាត់ស្វឹងណាគាត់អត់តបានភាសាបានបន្តិចតែគាត់ជួយចិត្តលេងចាមានអីទៀតចាក់ភ្លេងការចាគាត់ទ្រាំឲ្យមើលយើងទៅគឺសប្បាយបែបពុកគាត់ចាស់ចឹងយើងក៏សប្បាយមួយយ៉ាងចឹងទៅខ្ញុំនេះអង្គុយថតតារាសោចតារាចឹងទៅមើលតាមីខ្ញុំគាត់អង្គុយគាត់សោចឡើងរងពោះហើយនិយាយទៅគឺអត់ផឹកក៏គាត់លេងចឹងដែរព្រោះសាខ្ញុំអាចទៅជុំគ្នាគឺសប្បាយចឹងហ្មងហើយនេះល្ងាចហើយប្រហែលជាចូលខ្ទង់ម៉ោង4ជាងហើយចឹងរឿងចុះថ្ងៃហើយអូយបើកូនស្រីខ្ញុំនឹងចាក់ស្រាចាក់អីឲ្យយាយអីហ្នឹងនោះហើយក៏មានបន្ថែមសមាជិកអ្នកស្គាល់គ្នានៅក្នុងភូមិគាត់ជិះដើរលេងចឹងក៏ហៅគាត់មកអង្គុយលេងមួយគ្នាចឹងទៅមានអីទៀតយូរយើងជួបជុំគ្នាម្ដងអញ្ចឹងយើងអង្គុយហូបលេងអញ្ចឹងទៅចារហូតដល់តាមេឃនឹងអីបានយើងនាំគ្នាត្រឡប់ទៅផ្ទះវិញរៀងខ្លួនអញ្ចឹងទៅអង្គុយប្រហែលបានសន្ទុះធំដែរបានមេឃល្ងិតនាំយើងនាំគ្នាត្រឡប់មកផ្ទះវិញអញ្ចឹងទៅឃើញម៉ូតូច្រើនណាស់ដោយសារបងប្អូនគាត់ជិះមកពីលេងកន្លែងទំនប់ចុងសាច់នឹងគឺច្រើនវារឿងជប់ដែរអញ្ចឹងពួកគាត់ក៏នាំគ្នាឡើងមកទៅផ្ទះវិញរៀងខ្លួនអញ្ចឹងទៅហើយបើខ្ញុំវិញណាគឺតែអាវ៉ាន់ពេញខ្លួនតែម្ដងចាមានទាំងបាសផងមានទាំងកៅអីកូនផងយកឡើងចង់បាក់ស្មាយហើយសម្រាប់កូនវិញគឺថាជិះមួយយាយផងជិះមួយតាផងចែកគ្នាយកអញ្ចឹងទៅបើអត់ជួយយកទេគឺជិះអត់អស់គ្នាទេហើយនេះយើងធ្វើការឡើងទៅផ្ទះវិញហើយព្រោះថាមេឃយប់ដែរហើយនៅកន្លែងហ្នឹងគឺអត់មានភ្លើងអញ្ចឹងតែមេឃរឿងយប់គឺនាំគ្នាឡើងមកផ្ទះវិញយើងទៅតនៅផ្ទះថែមទៀតអញ្ចឹងណាវាបានជុំគ្នាអីអញ្ចឹងយើងតនៅផ្ទះទីតួចជាចឹងទៅកុំឲ្យខាតឥឡូវខ្ញុំបានជិះឡើងមកដល់លើផ្លូវធំហើយគឺចិត្តដល់ផ្ទះខ្ញុំដែរហើយវីដេអូខ្ញុំគឺបានបញ្ចប់តែប៉ុណ្្នឹងឯងអត់បានថតតទៅទៀតទេចឹងហើយគឺប៉ុណ្្នឹងហើយចាអរគុណជម្រាបលាបាយបាយ